រឿងបុរសកំចិលមានប្រពន្ធគ្រប់លក្ខនៅក្នុងភូមិតូចមួយមានប្តីប្រពន្ធពីរនាក់រស់នៅយ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះតូចមួយទោះជាក្រីក្រក្តីសុភាជាប្រពន្ធមិនដែលបាត់បង់ចិត្តល្អឡើយឯចន្ទតារាជាប្តីតែងតែគេងយ៉ាងសុខសប្បាយដោយមិនដឹងថាអង្គកំពុងអស់ឡើយចន្ទតារាស្រឡាញ់ការគេងជាងអ្វីទាំងអស់សុភាមិនដែលត្អូញត្អាអ្វីទាំងអស់ទោះត្រូវធ្វើការតែម្នាក់ឯងក៏ដោយនេះហើយជាជីវិតប្រចាំថ្ងៃរបស់ពួកគេថ្ងៃមួយអង្គអស់ពីលអីសុភាបាននិយាយដោយសុភាពប្រាប់ប្តីឲ្យតែធ្វើដើម្បីកាប់អូសយកមកដូរអង្គនាងសង្ឃឹមថាជីវិតនឹងល្អប្រសើរឡើងចន្ទតារាទៅដល់ព្រៃបានឃើញឈើមួយដើមមានមេឃសាខាម្លុះចាស់ក៏ដាក់បាយសំណុំដឹងពូថៅហើយដេកគងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមេឃឈើនេះត្រូវធ្វើជាភ្នៀងនឹងកោមេឃនេះត្រូវធ្វើជាយាមជាហោហាប៉ុន្តែគាត់មិនបានធ្វើអ្វីនោះទេគាត់គិតថាការគិតក៏គ្រប់គ្រាន់ហើយដើមឈើធំនោះកំពុងសង្កេតមើលគាត់ដោយភ័យខ្លាចរុក្ខទេវតាការពារដើមឈើធំនោះភ័យខ្លាចណាស់ដើមឈើនេះជាផ្ទះរបស់ពួកគេប្រសិនបើត្រូវកាប់ពួកគេនឹងគ្មានទីលំនៅក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកំចិលនោះឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះកុំឲ្យវាមកកាប់ឈើនេះបានសុភាមិនដឹងថាការគោរពរបស់នាងកំពុងការពារប្តីទេសិរីសួស្តីបានបញ្ចេញលឺដោយការលាងជើងប្តីជារៀងរាល់ថ្ងៃរុក្ខទេវតាមិនអាចឆ្លងកាត់ពន្លឺនេះបានហើយរុក្ខទេវតាបានសុំអង្វរពួកគេដើម្បីផ្ដល់ឲ្យនៅកំណប់ដើម្បីរក្សាដើមឈើចន្ទតារាយល់ព្រមដោយលក្ខខណ្ឌកំណប់មាសប្រាក់បង្ហាញខ្លួនសុភាធ្ញាក់ផ្អើលប៉ុន្តែនៅតែស្ងប់ស្ងាត់ជីវិតរបស់ពួកគេកំពុងផ្លាស់ប្ដូរទ្រព្យនឹងមិនមានតម្លៃបើមិនមានការខិតខំចន្ទតារាចាប់ផ្ដើមផ្លាស់ប្ដូរទៅជាមនុស្សខិតខំប្រឹងប្រែងធ្វើការសុភាញញឹមដោយសេចក្តីសង្ឃឹមការខិតខំបង្កើតសុភមង្គលនេះហើយជារឿងនិទាននៃការមានប្រពន្ធល្អទ្រព្យគង់ត្បិតស្រីចាក់សំចៃទុកផ្ទះធំស្រណុកត្បិតលក្ខស្រីជា